Điệp chắc đấy đâu, đi kia nó không, chứ tao nè. Cái nâng cái này cái tay khường ấy nhưng mà họp được bám tiên đấy mà vào đấy bông bắt xả xăm mai cầu mấy chê cầu mà xăm phải làm đua ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំរ៉ាឌីគឺជាអប្សរាដំណាងខេត្តសៀមរាបចំនួនទី4នៅក្រុមអប្សរា25ដួងក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការសម្ដែងរបាំទៀនទម្រង់សហសម័យនៅក្នុងកម្មវិធី Earth Hour កាលពីថ្ងៃទី28ខែមីនាឆ្នាំ2026នៅសន្តាគារ Himawari ការហាត់សមបានតែ3ថ្ងៃទេថ្ងៃកម្មវិធីក៏មកដល់ហើយថ្ងៃកម្មវិធីមកដល់គឺថាពួកយើងចាប់ផ្ដើមតុបតែងខ្លួនតែងគ្រឿងដល់អ្នកគ្រូថតពេញអម្រិតអញ្ចឹងណាហើយតែងអត់បានបងប្អូនអ្នកនឹងមាននឹងកាត់ឡើងអត់កន្លែងនេះស្ដាប់បាត់ច្រឡំអ្នកទាំងអស់គ្នាគឺថាគ្មានបាយសូមអ្នកគ្រូមកញ៉ាំបាយសិនហើយពួកខ្ញុំពិតជាសូមអរគុណខ្លាំងមែនទែនចំពោះសន្តាគារ Himawari ដែលបានរៀបចំតែអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសាសម្រាប់ពួកខ្ញុំទាំងអស់គ្នាចង់បន្តពីញ៉ាំបាយហើយពួកយើងអត់ភ្លេចទេមុនពេលសម្ដែងគឺពួកយើងតែងតែធ្វើការសំពះអ្នកគ្រូដើម្បីសុំពរសំជ័យមុនពេលសម្ដែងរបាំអញ្ចឹងនេះគឺជាកិច្ចដែលពួកយើងត្រូវធ្វើសម្រាប់អ្នករបាំបុរាណទាំងអស់គ្នាតែលេខមើលកម្មវិធីជាក់ស្ដែងវិញអ្នកទាំងអស់គ្នាកម្មវិធី Earth Hour ហ្នឹងគឺជាអ្វីគឺជាទិវាមួយម៉ោងសម្រាប់ភពផែនដីក្នុងកម្មវិធីនេះអ្នកចូលរួមត្រូវបានលើកទឹកចិត្តឲ្យបិទភ្លើងហើយបំភ្លឺជំនួសមកវិញដោយភ្លើងទៀនដូច្នេះហើយទើបមានការរងរបាំទៀននៅក្នុងកម្មវិធីមួយហ្នឹងអូសូមបញ្ជាក់អ្នកទាំងអស់គ្នាកម្មវិធីមួយនេះមិនមែនមានតែនៅស្រុកខ្មែរណាកម្មវិធីមួយនេះគឺជាចលនាសកលដែលរៀបចំឡើងដោយអង្គការ WWF អញ្ចឹងបន្ទាប់ពីទស្សនារបាំទៀនហើយភ្ញៀវកិត្តិយសទាំងអស់ធ្វើការបំភ្លឺភ្លើងទៀនដើម្បីដឹងគុណដល់ភពផែនដីការបំភ្លឺភ្លើងទៀនហ្នឹងគឺរយៈពេល1ម៉ោងពេញតែម្ដងវីដេអូមួយហ្នឹងមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នា សម្រាប់អ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនិងគាំទ្រក្នុងអប្សរាពេលប្រកួតបន្តទៀតសូមអរគុណសូមជម្រាបលា